ជំរាបសួរខ្ញុំបាទខំពិសិដ្ឋជាស្ថាបនិករបស់ PM Leadership Happy New Year ឆ្នាំ2015បាទដើម្បីចូលរួមចំណែកទៅដល់ការធ្វើឲ្យឆ្នាំ2015คล้ายទៅជាឆ្នាំដែលល្អប្រសើរសម្រាប់បងប្អូនលោកស្រីខ្ញុំបានរៀបចំជាខ្សែវីដេអូប្រហែលជា10នាទីជាងនេះដែលនិយាយអំពីការកំណត់គោលដៅដែលមាន7ជំហានបាទដើម្បីចូលរួមធ្វើការងារជាមួយខ្ញុំនៅក្នុងខ្សែវីដេអូនេះបងប្អូនត្រូវមានប៊ិចនិងសៀវភៅអូខេបាទបើសិនជារួចរាល់ហើយយើងអាចចាប់ផ្ដើមធ្វើកិច្ចការជាមួយគ្នាបាទយើងឈានចូលដល់ជំហានទី1បាទជំហានទី1គឺការសាទរដែលខ្ញុំឲ្យឈ្មោះថាការសាទរគឺនៅក្នុងជំហាននេះលោកស្រីបងប្អូនត្រូវគិតដល់ឆ្នាំ2014ថាតើនៅក្នុងឆ្នាំ2014លោកស្រីសម្រេចបាននៅស្នាដៃនៅសមិទ្ធផលនៅភាពជោគជ័យអ្វីខ្លះទោះបីស្នាដៃនោះតូចក្តីធំក្តីលោកស្រីត្រូវសរសេរចុះបាទវាគឺជាចំណែកមួយដែលសំខាន់នៅពេលដែលយើងកំណត់នៅពេលដែលយើងដឹងអំពីស្នាដៃទោះបីតូចក្តីធំក្តីដែលយើងបានធ្វើនៅក្នុងឆ្នាំបន្ទាប់មកវាគឺជាទុនវាគឺជាកត្តាជំរុញលើកទឹកចិត្តដែលធ្វើឲ្យយើងមានអារម្មណ៍ថាយើងរស់នៅប្រកបដោយមានន័យដែលយើងធ្វើកិច្ចការណាមួយដែលជួយដល់ការអភិវឌ្ឍខ្លួនឯងសង្គមក្រុមគ្រួសារក៏ដូចជាសង្គមជាតិក៏ដូចជាសង្គមមនុស្សជាតិបាទនៅជំហាននេះសំខាន់ដែលយើងដាច់ខាតត្រូវតែនឹកឃើញជាប្រចាំនៅស្នាដៃនៅសមិទ្ធផលដែលយើងបានធ្វើជំហានទី2ការអប់រំនិងការរៀនសូត្របាទនៅចំណុចនេះខ្ញុំលើកទឹកចិត្តឲ្យបងប្អូនលោកស្រីនឹកដល់ឆ្នាំ2014ដដែលសូមកុំឲ្យឆ្នាំ2014កន្លងផុតទៅដោយមិនមានមេរៀនសម្រាប់លោកស្រីដើម្បីបន្តការរស់នៅបន្តភាពរីកចម្រើននៅក្នុងឆ្នាំ2015បាទនៅចំណុចនេះបងប្អូននឹកដល់ឆ្នាំ2014ថាតើនៅក្នុងការរស់នៅរយៈពេល12ខែលោកស្រីបងប្អូនទាំងអស់រៀនសូត្របានចំណេះដឹងអ្វីខ្លះចេញពីជីវិតរបស់យើងចេញពីជីវិតការងាររបស់យើងចេញពីការធ្វើវិនិយោគចេញពីការងារជាក្រុមចេញពីការរស់នៅក្នុងសង្គមក្រុមគ្រួសារតើយើងរៀនសូត្របានមេរៀនអ្វីខ្លះដែលយើងគិតថាជាមេរៀនដែលអាចចូលរួមចំណែកទៅដល់ភាពរីកចម្រើនភាពជោគជ័យនៅក្នុងជីវិតរបស់យើងនៅក្នុងឆ្នាំ2015ចំណេះដឹងជំនាញគឺជាទ្រព្យធនមួយដ៏ប្រសើរសម្រាប់យើងដើម្បីអភិវឌ្ឍដើម្បីចូលរួមចំណែកនៅក្នុងការទទួលបាននៅសមិទ្ធផលនៅភាពជោគជ័យសម្រាប់ជីវិតរបស់យើងដូច្នេះយើងត្រូវសរសេរយើងត្រូវដឹងថាតើយើងចេះអីខ្លះទទួលបានចេញពីឆ្នាំ2014ជំហានបន្ទាប់ដែលខ្ញុំឲ្យឈ្មោះថាការបង្កើតភាពច្បាស់លាស់បាទនៅក្នុងជំហានទី3នេះខ្ញុំលើកយកអំពីភាសាអង់គ្លេសដែលគេនិយាយថា clarity leads to power and power is the ability to take action មានន័យថាភាពច្បាស់លាស់បង្កើតឲ្យមាននៅអំណាចគឺជាលទ្ធភាពនៅក្នុងការធ្វើសកម្មភាពមនុស្សភាគច្រើននៅពេលដែលយើងសួរគាត់ថាតើគាត់ចង់បានអីនៅក្នុងកំឡុងពេល12ខែក្រោយ3ឆ្នាំក្រោយឬក៏5ឆ្នាំក្រោយមនុស្សភាគច្រើនគាត់មិនមានលទ្ធភាពគ្រប់គ្រាន់ដើម្បីផ្ដល់ចម្លើយច្បាស់លាស់ទៅនឹងសំណួរនេះទេបាទសម្រាប់លោកស្រីខ្ញុំលើកទឹកចិត្តលោកស្រីត្រូវសរសេរនៅគោលដៅនៅក្តីសុបិនថាតើនៅក្នុងឆ្នាំ2015នេះយើងចង់សម្រេចនៅគោលដៅអ្វីខ្លះអាចជាគោលដៅពាក់ព័ន្ធជាមួយនឹងការសិក្សារៀនសូត្រគោលដៅពាក់ព័ន្ធជាមួយនឹងការធ្វើអាជីវកម្មការអនុវត្តការងារនៅក្នុងអង្គភាពដែលបងប្អូនកំពុងតែធ្វើគោលដៅពាក់ព័ន្ធជាមួយនឹងការធ្វើវិនិយោគឬក៏គោលដៅការចូលរួមជួយសង្គមបាទយើងត្រូវសរសេរយើងត្រូវបង្កើតនូវភាពច្បាស់លាស់តាមរយៈការកំណត់គោលដៅប្រចាំឆ្នាំឲ្យដឹងមុនថាតើយើងចង់បានអីបាទយើងចង់បានអីបាទបន្ទាប់មកពាក់ព័ន្ធជាមួយនឹងការអនុវត្តយើងដឹងហើយថាមនុស្សភាគច្រើននៅពេលដែលយើងសួរគាត់ចង់បានអីគាត់អត់ដឹងបាទនោះគឺជាបញ្ហាមួយសំខាន់ហើយសម្រាប់លោកស្រីនៅពេលដែលយើងដឹងថាយើងចង់បានអីហើយយើងត្រូវ
ឈានជើងចូលដល់ជំហានទី4នេះគឺយើងត្រូវបង្កើតនៅផែនការសកម្មភាពពលគឺយើងធ្វើជាបំណែកតូចនៃផែនការសកម្មភាពសម្រាប់ខែនីមួយតើខែមករាខែកុម្ភៈខែមីនាយើងធ្វើអ្វីខ្លះដើម្បីឲ្យខ្លួនយើងខិតកាន់តែជិតឬក៏សម្រេចបាននៅគោលដៅដែលយើងបានកំណត់សកម្មភាពបង្កើតឲ្យមាននៅលទ្ធផលនៅពេលដែលយើងធ្វើសកម្មភាពទោះបីពេលខ្លះយើងបង្កើតជា mistake យើងត្រូវមានភាពក្លាហាននៅក្នុងការកែលម្អការធ្វើឲ្យប្រសើរឡើងនៅការអនុវត្តសកម្មភាពរបស់យើងដូច្នេះយើងអាចសម្រេចបាននៅសមិទ្ធផលឬក៏លទ្ធផលការងារដែលយើងបានកំណត់ទុកបាទជំហាននេះសំខាន់ហើយយើងនឹងចូលដល់ជំហានបន្ទាប់គឺជំហានទី5ការបង្កើតការពិតការបង្កើតការពិតពាក់ព័ន្ធជាមួយនឹងការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រក៏ដូចជាការសិក្សាស្រាវជ្រាវបែបចិត្តសាស្ត្រដែលគេឲ្យឈ្មោះថា visualization គឺជាការបង្កើតរូបភាពការសំណង់រូបភាពនៃភាពជោគជ័យការសំណង់រូបភាពនៃការទទួលបាននៅគោលដៅដែលយើងបានកំណត់ទុកឧទាហរណ៍បើសិនជាបងប្អូនកំណត់គោលដៅថាបងប្អូននឹងទិញផ្ទះឬក៏ទិញគេហដ្ឋានថ្មីនៅក្នុងឆ្នាំ2015បងប្អូនអាចបិទភ្នែកហើយបងប្អូនអាចគិតដល់កាលៈទេសៈដែលបងប្អូនកំពុងតែរស់នៅក្នុងគេហដ្ឋានថ្មីអាចគិតដល់កាលៈទេសៈដែលយើងកំពុងតែញ៉ាំបាយជាមួយនឹងមនុស្សជាទីស្រឡាញ់របស់យើងគិតដល់ពេលវេលាដែលបងប្អូនកំពុងតែអានសៀវភៅនៅក្នុងគេហដ្ឋានថ្មីរបស់យើងគិតដល់កាលៈទេសៈដែលបងប្អូនកំពុងតែធ្វើសកម្មភាពផ្សេងនៅក្នុងគេហដ្ឋានថ្មីវានឹងបង្កើតនៅអារម្មណ៍មួយដែលបងប្អូនមានអារម្មណ៍ថាបងប្អូនទទួលបាននៅគោលដៅនេះជាស្រេចបាទចំណុចនេះសំខាន់ដែលយើងត្រូវបង្កើតនៅការពិតថ្មីមួយសម្រាប់ជីវិតរបស់យើងតាមរយៈការសំណង់នៅរូបភាពដាក់ចូលនៅក្នុងខួរក្បាលរបស់យើងដើម្បីឲ្យយើងបង្កើតនៅធម៌ពលដើម្បីយើងបង្កើតនៅការផ្ដោតអារម្មណ៍ការ focus ទៅលើគោលដៅទៅលើក្តីសុបិនដែលយើងបានកំណត់ទុកបាទចំណុចនេះគឺសំខាន់មែនទែនពាក់ព័ន្ធជាមួយនឹងផ្នែកចិត្តសាស្ត្រក៏ដូចជាពាក់ព័ន្ធជាមួយនឹងការបង្កើតនៅកត្តាជំរុញលើកទឹកចិត្ត inspiration និង motivation ដើម្បីយើងធ្វើសកម្មភាពអនុវត្តនៅកិច្ចការដែលយើងបានកំណត់ដើម្បីយើងសម្រេចបាននៅក្តីសុបិនក៏ដូចជាផែនការក៏ដូចជាគោលដៅរបស់យើងបាទយើងធ្វើសកម្មភាពយើងសម្រេចនៅជំហានទី5រួចហើយយើងចូលដល់ជំហានទី6គឺការគ្រប់គ្រងនៅក្នុងជំហានទី6នេះគឺពាក់ព័ន្ធជាមួយនឹងការដែលយើងត្រូវបន្តស្វែងរកមនុស្សដែលពោរពេញទៅដោយការគិតបែបវិជ្ជមានមនុស្សដែលយើងចាត់ទុកជា mentor ជាគ្រូជាបណ្ដាញមនុស្សដែលពោរពេញទៅដោយចំណេះដឹងពោរពេញទៅដោយសមត្ថភាពពោរពេញទៅដោយបទពិសោធន៍យើងដឹងហើយថាពីមួយថ្ងៃទៅមួយថ្ងៃយើងចាំបាច់ត្រូវតែងូតទឹកសម្អាតកាយប៉ុន្តែពេលខ្លះយើងភ្លេចសម្អាតនៅគំនិតវិជ្ជមានដែលយើងមាននៅក្នុងខួរក្បាលរបស់យើងដែលអាចជាកត្តារាំងស្ទះទៅដល់ការសម្រេចបាននៅគោលដៅរបស់យើងដូច្នេះនៅក្នុងជំហានទី6នេះសំខាន់យើងត្រូវសរសេរឈ្មោះមនុស្សដែលយើងគិតថាយើងនឹងរាប់អានជាមួយគាត់ដែលយើងនឹងបន្តរាប់អានជាមួយគាត់ដែលយើងនឹងបន្តធ្វើការពិគ្រោះយោបល់ជាមួយគាត់ពិសេសមនុស្សដែលយើងគិតថាគាត់ជា mentor របស់យើងគាត់ជាគ្រូរបស់យើងដែលយើងត្រូវពិគ្រោះយោបល់នៅពេលដែលយើងធ្វើកិច្ចការនៅពេលដែលយើងអនុវត្តនៅសកម្មភាពការងាររបស់យើងជាបន្តបន្ទាប់ជំហានទី7ការអភិវឌ្ឍគ្មានដែនកំណត់បាទនៅក្នុងវិស័យអភិវឌ្ឍមនុស្សពួកយើងតែងតែនិយាយថា if you stop learning you stop growing if you stop learning you start dying ពិសេសនៅក្នុងវិស័យអាជីវកម្មបើសិនជាលោកស្រីឈប់អភិវឌ្ឍខ្លួនឈប់អភិវឌ្ឍសមត្ថភាពបុគ្គលិកនៅខណៈដែលគូប្រកួតប្រជែងរបស់លោកស្រីកំពុងតែបន្តអភិវឌ្ឍខ្លួនបន្តអភិវឌ្ឍសមត្ថភាពបុគ្គលិក
ហើយពួកគាត់បង្កើតនៅផលិតផលនៅសេវាកម្មដែលពោរពេញទៅដោយគុណភាពល្អសេវាកម្មដែលពោរពេញទៅដោយការយកចិត្តទុកដាក់សេវាកម្មដែលបង្កើតនៅគុណតម្លៃសម្រាប់អតិថិជនពេលនោះអតិថិជនរបស់លោកស្រីអាចទៅប្រើប្រាស់ឬក៏ទៅទទួលនៅសេវាកម្មពីដៃគូប្រកួតប្រជែងរបស់លោកស្រីហើយវាគឺជាសញ្ញាណមួយដែលបង្ហាញថាអាជីវកម្មរបស់លោកស្រីអាចមានបញ្ហាដូច្នេះយើងត្រូវបន្តការសិក្សារៀនសូត្រការអភិវឌ្ឍខ្លួនតើនៅក្នុងឆ្នាំ2015បងប្អូនមានគោលដៅនៅក្នុងការចូលរួមវគ្គបណ្ដុះបណ្ដាលអ្វីខ្លះចូលរួមវគ្គសិក្ខាសាលាអ្វីខ្លះសៀវភៅអ្វីខ្លះដែលបងប្អូននឹងអាននៅក្នុងឆ្នាំ2015តើកម្មវិធី business coaching អ្វីខ្លះដែលលោកស្រីបងប្អូននឹងចូលរួម business mentoring អ្វីខ្លះដែលបងប្អូននឹងចូលតើ investment coaching ឬក៏ investment mentoring អ្វីខ្លះដែលបងប្អូននឹងត្រូវចូលរួមសម្រាប់រូបខ្ញុំបាននៅក្នុងឆ្នាំ2014ខ្ញុំបានសម្រេចបាននៅគោលដៅសិក្សារៀនសូត្រដ៏ធំមួយគឺខ្ញុំបានចូលរួមវគ្គបណ្ដុះបណ្ដាល Money and You ដែលជាវគ្គមួយដែលមានមនុស្សជោគជ័យជាច្រើនបានចូលរួមឧទាហរណ៍ដូចជា Robert Kiyosaki, Tony Robbins, Blair Singer និងមានអ្នកជោគជ័យជាច្រើនទៀតដែលគាត់បានចូលរួមកម្មវិធីនេះដែលកម្មវិធីនេះនឹងធ្វើនៅប្រទេសម៉ាឡេស៊ីហើយនឹងនៅសហរដ្ឋអាមេរិកបាទសម្រាប់នៅក្នុងឆ្នាំ2015នេះខ្ញុំមានគោលដៅនឹងទៅជួបលោក Tony Robbins ដែលជាគាត់គឺជា the number one business and personal success coach ខ្ញុំមានឆន្ទៈនៅក្នុងការចូលរួមជ្រោមជ្រែងលើកទឹកចិត្តដល់ក្រុមការងាររបស់ពួកខ្ញុំទាំងមូលដើម្បីទៅជួបរៀនសូត្រជាមួយនឹងលោក Tony Robbins នៅក្នុងឆ្នាំ2015ដែលគាត់នឹងអញ្ជើញមកនៅប្រទេសសិង្ហបុរីនៅប្រទេសសង្ហបុរីបើសិនជាបងប្អូនមានគោលដៅស្រដៀងខ្ញុំអាចតាក់ទងមកខាងពួកខ្ញុំនឹងផ្ដល់ជាព័ត៌មានលម្អិតពាក់ព័ន្ធជាមួយនឹងកម្មវិធីដែលនឹងមាននៅប្រទេសសង្ហបុរីហើយបើសិនជាបងប្អូនមានបំណងមានគោលដៅនៅក្នុងការអភិវឌ្ឍខ្លួនបង្កើតនៅសមត្ថភាពនៅក្នុងការបង្កើនផលិតភាពការងារបង្កើននៅសមត្ថភាពអនុវត្តការងារឬក៏បង្កើននៅប្រភពប្រាក់ចំណូលបាទនៅក្នុងអង្គភាពរបស់យើង PM Leadership យើងមានកម្មវិធីបណ្ដុះបណ្ដាលជាច្រើនបាទអស់លោកស្រីបងប្អូនអាចចូលទៅកាន់ website ដែលមាននៅលើអេក្រង់នេះស្រាប់អស់លោកស្រីនឹងទទួលបាននៅព័ត៌មានជាច្រើនពាក់ព័ន្ធជាមួយនឹងកម្មវិធីបណ្ដុះបណ្ដាលដែលយើងមានសម្រាប់ឆ្នាំ2015បាទជាទូទៅនៅ PM Leadership យើងនឹងអញ្ជើញវាគ្មិនល្បីវាគ្មិនដែលមានស្នាដៃនៅក្នុងជីវិតរបស់គាត់ជីវិតការងារក៏ដូចជាផ្នែកវិនិយោគនិងផ្នែកអាជីវកម្មដើម្បីមកធ្វើជាគ្រូបណ្ដុះបណ្ដាលយើងមានកម្មវិធីជាច្រើនបាទអញ្ចឹងបើសិនជាអស់លោកស្រីចាប់អារម្មណ៍មានគោលដៅនៅក្នុងការអភិវឌ្ឍខ្លួនមានគោលដៅនៅក្នុងការបង្កើនសមត្ថភាពនៅក្នុងការអនុវត្តការងារបង្កើនសមត្ថភាពនៅក្នុងការបង្កើនប្រភពប្រាក់ចំណូលបាទ PM Leadership គឺជាដៃគូល្អប្រសើរបំផុតសម្រាប់លោកស្រីនៅ PM Leadership យើងមានបេសកកម្មគឺដឹកនាំមនុស្សទៅកាន់ភាពជោគជ័យនិងភាពរីកចម្រើនផ្នែកហិរញ្ញវត្ថុបាទប្រសិនបើអស់លោកស្រីបងប្អូនមានគោលដៅនៅក្នុងការបង្កើតនៅប្រភពចំណូលឲ្យបានកាន់តែច្រើនឬក៏បង្កើនសមត្ថភាពបង្កើននៅប្រាក់ចំណូលអស់លោកស្រីអាចគិតដល់ PM Leadership បាទចុងបញ្ចប់ខ្ញុំបាទខាងពិសិដ្ឋសូមថ្លែងអំណរគុណដល់បងប្អូនដែលបានចំណាយពេលវេលាជាមួយនឹងខ្ញុំហើយសូមថ្លែងអំណរគុណដល់បងប្អូនលោកស្រីដែលបានបន្តការគាំទ្រមកដល់រូបខ្ញុំក៏ដូចជា PM Leadership ហើយសង្ឃឹមថាយើងនឹងជួបគ្នាម្ដងហើយម្ដងទៀតនៅក្នុងឆ្នាំ2015និងឆ្នាំបន្តខ្ញុំសូមជូនពរដល់បងប្អូនលោកស្រីជនរួមជាតិទាំងអស់ទទួលបានជោគជ័យទទួលបានសម្រេចនៅគោលដៅដែលបងប្អូនដែលលោកស្រីបានកំណត់ហើយសូមបងប្អូននិងលោកស្រីទទួលបាននៅសុខភាពល្អនិងជោគជ័យគ្រប់ភារកិច្ចការងារបាទខ្ញុំពិសិដ្ឋសូមជម្រាបលាបាទអរគុណច្រើន